ពីការប្រកួតសពដងដែលកៅសុកសិលាបាទបង្ហាញខ្លួនថ្ងៃនេះនៅវេលាចុងក្រោយក្នុងការទាត់បាល់បាទគឺអ្នកទាំងពីរដែលជាមិត្តរួមជាតិនៅក្នុងក្រុមជម្រើសជាតិកម្ពុជាត្រូវការពារក្លឹបរបស់ខ្លួនរៀងខ្លួននៅក្នុងការដណ្ដើមជើងឯកនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឆ្នាំ2025-2026អ្នកណាជាអ្នកទាត់មុនគឺព្រះខ័នរាជស្វាយរៀងខ្វាមេប្រេប្រាកំពុងតែដើរទៅកាន់ប្រអប់គ្រោះថ្នាក់នៅក្នុងការទាត់បាល់កាត់សេចក្តី11ម៉ែត្រអ្នកគាំទ្រទាំងសងខាងចាប់ផ្ដើមបាទស្ងប់ស្ងាត់ទស្សនាដោយការយកចិត្តទុកដាក់បំផុតអញ្ញាកណ្ដាលពីររូបក៏ឈរនៅខាងបាទសងខាងនៃបង្គោលទីដើម្បីពិនិត្យពិច័យនៅក្នុងការទាត់បាល់គ្រាប់បាល់ដំបូងរបស់ព្រះខ័នរាជស្វាយរៀងសុទ្ធដោយខ្វាមេប្រេប្រាម្ចាស់បាល់ទាំង3គ្រាប់របស់ព្រះខ័នរាជស្វាយរៀងគឺជាអ្នកសុទ្ធមុនទេខ្វាមេប្រេប្រាចូលព្រះខ័នរាជស្វាយរៀង1វិសាខា0បាទនេះគឺជាការទាត់របស់ពេប្រាខ្វាមេបាទយកទៅម្ដងហើយក៏បាទរំបាទអមទូករស័យរសាត់មួយបាទហើយបន្តមកទៀតគឺជាវេនរបស់វិសាខាវិញម្ដងដែលបាទរ៉ាប់រងដោយសិនកកដាបាទជួបជាមួយនឹងប្អូនប្រុសវិរៈតារាកញ្ញាញឹមដាក់បំប្រុសមួយបាទសិនកកដានៅថ្ងៃនេះបាទរួមចំណែកយ៉ាងធំធេងហើយក៏ជាកីឡាករមួយរូបដែលជាប់នៅក្នុងបាទកីឡាករល្អទាំង11នៃលីគកំពូលកម្ពុជារដូវកាល2025-2026ផងដែរតារាឬកកដាឬតារាសិនកកដា1ទល់នឹង1បាទទាត់បាទត្រកបាទចំណុចមិនខុសពីពេប្រាខ្វាមេប្រមាណនោះទេបាទយើងមើលបាទអត់ខ្វល់ច្រើនទេបាទគឺទាត់ពេនទៅរកបាទខាងឆ្វេងនោះតែម្ដងលបឿននឹងការទាត់បាទគៀកជាមួយនឹងបង្គោលធ្វើឲ្យតារាមិនអាចសង្គ្រោះបាននោះទេ Patrick Robson វិញម្ដងគឺជាកីឡាករទី2របស់ព្រះខ័នរាជស្វាយរៀងដែលនឹងត្រូវរ៉ាប់រងការទាត់បាល់ពីនៃអធិស្ឋានបាទទាត់បាល់ពេណាល់ទីកាត់សេចក្តីនេះ Patrick មុខស្មើ Patrick មុខស្មើ Patrick ឬក៏កៅសុកសិលា Patrick ថយឆ្ងាយក្រៅប្រអប់តែម្ដង Patrick Robson បាទគាត់មកទៀតដើរមកលើកទឹកចិត្តអ្នកចាំទីវិរៈតារាដោយមិនរាំបាទ Brazilian dance ដែលខ្លួនធ្លាប់ celebrate នោះទេបាទការទាត់របស់ Patrick Robson បាទគឺជាការទាត់បែបបាទគេហៅថាបាទមិនបាទបង្ខំក៏ដូចជាការប្រើប្រាស់ជំហានឆ្ងាយដើម្បីឲ្យសិលាគេថាខ្លួននឹងទាត់បាល់ប្រើកម្លាំងប៉ុន្តែការទាត់របស់ Patrick Robson គឺចំដាល់ទីតែម្ដងដែលធ្វើឲ្យអ្នកចាំទីកាសុកសិលាលោតទៅខាងស្ដាំដៃរបស់ខ្លួនអ្នកទាត់ទី2របស់វិសាខាគឺ Scott Allardyce ម្ចាស់គ្រាប់បាល់ទី2នៅក្នុងការប្រកួតមីនី Scott Allardyce ឬក៏វីរៈតារាកញ្ចែបានបន្លឺឡើង Scott Allardyce ល្អមែនទែនវិសាខា2ព្រះខ័នរាជស្វាយរៀង2នៅក្នុងការទាត់បាល់កាត់សេចក្តី11ម៉ែត្របាទការទាត់របស់ Scott Allardyce គឺជាការទាត់ដោយញាក់ការលោតរបស់វីរៈតារាទៅខាងឆ្វេងដៃរបស់ខ្លួនទំនុកចិត្តរួមជាមួយនឹងការប្រើប្រាស់បច្ចេកទេសអ្នកទាត់គ្រាប់ទី3របស់ព្រះខ័នរាជស្វាយរៀងកំពុងតែដើរមកកាន់ប្រអប់គ្រោះថ្នាក់នៅក្នុងការទាត់បាល់គឺ Takashi Odawara
ដែលជាប្រធានក្រុមរបស់ព្រះខ័នរាជស្វាយរៀងបន្ទាប់ពីសឿយវិសាលផ្លុំខ្យល់ដើម្បីឲ្យទំនុកចិត្តកាន់តែមាននៅក្នុងខ្លួនគុណចែបានបន្លឺឡើងតាកាស៊ីអូដាវរៈត្រៀមនៅក្នុងការទាត់បាល់តាកាស៊ីអូដាវរ៉ាមួយជ្រុំជើងសេះតាកាស៊ីអូដាវរ៉ាល្អមែនទែន3 ទល់នឹង 2ព្រះខ័នរាជស្វាយរៀងនាំមុខទៅលើវិសាខាបាទការជ្រុំមួយឬក៏បាទទាត់បញ្ចូលទីបានយ៉ាងល្អពីប្រធានក្រុមបាទព្រះខ័នរាជស្វាយរៀងហើយក៏បាទអបអបាទឌឺដងមួយដែរ3រូបដំបងរបស់ព្រះខ័នរាជស្វាយរៀងសុទ្ធតែជាកីឡាករបរទេសបាទ3រូបដំបងរបស់វិសាខាមានកីឡាករបរទេសចំនួន2រូបហើយនេះគឺជាកីឡាករបរទេសទី2ប្រធានក្រុម Vitaly Jagodinskis Jago go far away from goal អូយបាទសម្ពាធផ្លូវចិត្តខ្លាំងណាស់បាទ Vitaly Jagodinskis បន្ទាប់ពីបាទផ្លាត់ចូលទីខ្លួនឯងនៅចុងម៉ោងធ្វើឲ្យប្រខាត់រាជបន្តក្តីរំពឹងមកដល់វគ្គពេណាល់ទីកាត់សេចក្តីនេះឥឡូវគេជោគពីក្រោមមួយជើងរំលងរបាទីអូយបាទអ្នកលេងបាល់ទាត់ច្បាស់ជាយល់សម្ពាធអារម្មណ៍មួយនេះបាទឥឡូវយូដៃអូហ្គាវ៉ាវិញម្ដងយូដៃអូហ្គាវ៉ាឬក៏សុកសេឡាយូដៃអូហ្គាវ៉ាបាទកីឡាករមានសម្ពាធអេដាមប្រធានក្លឹបបាទសម្ពាធជាងកីឡាករទៀតបាទអញ្ចឹងនេះគឺជាគ្រាប់បាល់ទី4ហើយគ្រាប់បាល់បន្ទាប់ប្រសិនបើមិនចូលទីការទាត់ពេណាល់ទីគឺនឹងបញ្ចប់ត្រឹមនេះតែម្ដងវិរៈតារាកំពុងតែមកឈោកដើម្បីដាក់សម្ពាធទៅលើកីឡាកររបស់វិសាខាដែលជាអ្នកទាត់គ្រាប់បាល់កាត់សេចក្តីទី4នៅក្នុងការប្រកួតនេះគឺថាគ្រីយ៉ាយុវជនវ័យក្មេងដែលទទួលបានការផ្ដល់ឱកាសពីសំណាក់គ្រូបង្វឹកគឺលោក Scott Cooper ជាអ្នកទាត់បាល់ទី4របស់វិសាខាចូលឬក៏មិនចូលថាគ្រីយ៉ាវិរៈតារាថាគ្រីយ៉ា3 ទល់នឹង 4តាមពីក្រោយវិសាខាសុទ្ធគ្រាប់ទី4បានសម្រេចដោយកីឡាករថាគ្រីយ៉ាអ្នកទី5ត្រៀមនៅក្នុងការទាត់បាល់ឲ្យព្រះខ័នរាជស្វាយរៀង Faris Hamunti បើសិនជាសុទ្ធចូលព្រះខ័នរាជស្វាយរៀងនឹងក្រងជើងឯកពានរង្វាន់សម្ដេចតេជោឆ្នាំ2025-2026បើសិនជាមិនចូលរងចាំការទាត់គ្រាប់ទី5របស់វិសាខា Faris Hamunti មិនក្រឡេកទៅមើលទីទេគឺមើលតែបាល់ហើយក៏ក្រឡេកទៅមើលទីបន្តិចការទាត់គ្រាប់ទី5របស់ព្រះខ័នរាជស្វាយរៀងចូលឬមិនចូល Faris Hamunti ចូលអូសាទរព្រះខ័នរាជស្វាយរៀងខ្លាចជាម្ចាស់ជើងឯកនៃការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី19ឆ្នាំ2025-2026ការប្រកួតវគ្គផ្ដាច់ព្រាត់ដ៏ជក់ចិត្តរវាងព្រះខ័នរាជស្វាយរៀងទល់ជាមួយនឹងវិសាខាទឹកភ្នែកក៏បានកើតឡើងទៅលើកីឡាកររបស់វិសាខាទឹកភ្នែកក៏បានកើតឡើងទៅលើកីឡាកររបស់ព្រះខ័នរាជស្វាយរៀងទឹកភ្នែក2អត្ថន័យ2ខុសគ្នាទឹកភ្នែកនៃបរាជ័យនៅក្នុងការបានត្រឹមជាជើងឯករ